តើបងប្អូនមកធ្វើបាយក្តាំងញ៉ាំជុំគ្នារសជាតិឆ្ងាញ់ប្លែកហ្មងបងប្អូនស្ដាប់តែសំឡេងខ្ញុំញ៉ាំទៅដឹងហើយឥឡូវយើងឈានមកដល់ពិធីធ្វើមុនដំបូងយើងយកពុំមួយមកបងប្អូនដួសបាយរបស់យើងក្តៅហ្នឹងដាក់ហាលចានឹងខ្ញុំធ្វើនេះហាលនៅក្រោមពន្លឺព្រះអាទិត្យបន្ទាប់ពីបាយក្តាំងយើងស្ងួតហើយឥឡូវនេះយើងចាប់ផ្ដើមមកធ្វើទឹកសុសម្ដងបងប្អូនចាខ្ញុំប្រើខ្ទឹមសខ្ទឹមក្រហមម្ទេសនិងដើមខ្ទឹមជាដំបូងយើងដាក់ប្រេងឆាចូលឲ្យក្តៅដាក់ខ្ទឹមសខ្ទឹមក្រហមយើងចូលចាកូរខ្ទឹមសខ្ទឹមក្រហមឲ្យឡើងឈ្ងុយសិនដាក់ស្ករត្នោតមួយចុងស្លាបព្រាចូលបន្ទាប់មកនេះខ្ញុំដាក់សាច់ជ្រូកកញ្ច្រាំចាហើយបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមផ្សំគ្រឿងរសជាតិមានដូចជាម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយទឹកម្ទេសចំនួន3ស្លាបព្រាទឹកប្រេងខ្យង1ស្លាបព្រាហើយយើងថែមទឹកជាយើងធម្មតាចូលទឹកស៊ីអ៊ីវកន្លះស្លាបព្រាប៊ីចេង1ចុងស្លាបព្រាចាកូរគ្រឿងទាំងអស់នេះចូលគ្នាឲ្យសោះហើយភ្លក់ទៅបងប្អូនជាសាបនេះខ្ញុំថែមទឹកត្រីកន្លះស្លាបព្រាចូលចាឥឡូវទឹកស៊ុបរបស់យើងបានឆ្អិនហើយនឹងខ្ញុំចាប់ផ្ដើមថែមដើមខ្ទឹមម្ទេសនិងម្ទេសហើយចូលជាការស្រេចតែម្ដងបងប្អូនចាឥឡូវទឹកស៊ុបយើងឆ្អិនហើយឥឡូវយើងចាប់ផ្ដើមមកបំពងបាយក្តាំងពិធីបំពងបងប្អូនដាក់ខ្លាញ់ឲ្យក្តៅសិនចាហើយយើងដាក់បាយក្តាំងយើងចូលទៅដើម្បីឲ្យបាយក្តាំងយើងវាឡើងស្រួយល្អចាឥឡូវបាយក្តាំងយើងឆ្អិនហើយបងប្អូនហើយឥឡូវនេះខ្ញុំរៀបចំដួសបង្ហាញបងប្អូនមើលបងប្អូនតើនងគួរចង់ញ៉ាំអត់ចាបាយក្តាំងស្រួយញ៉ាំជាមួយសាច់ជ្រូកកញ្ច្រាំជាមួយទឹកស៊ុសអញ្ចឹងបងប្អូនឆ្ងាញ់ប្លែកមាត់មែនតើបងប្អូនបើមានកម្មវិធីមិត្តភ័ក្តិទៅលេងផ្ទះឬក៏បងប្អូនអីចឹងញ៉ាំជុំគ្នាឆ្ងាញ់ណាបងប្អូនឡើងស្រួយហ្មងហើយរសជាតិវិញណាបងប្អូនផ្អែមប្រៃមកល្មមញ៉ាំស្រួយជក់មាត់ញ៉ាំឡើងជក់មាត់ហ្មងបងប្អូនចាអរគុណច្រើនបងប្អូនដែលបានចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនកុំភ្លេចធ្វើញ៉ាំជុំគ្នាបងប្អូនធានារសជាតិគឺឆ្ងាញ់ជក់មាត់តែម្ដងអរគុណច្រើនបងប្អូនបាយសំណាងល្អទាំងអស់គ្នា